ជង្គង់របស់លោកអាណាជង្គង់លោកអាណាជង្គង់លីជៀនតៅជង្គង់លោកអាណាជង្គង់លោកអាណាចក្រមត្រៀមប្រងព្រៀបប្រកួត Games វ៉ារីស័យកុនខ្មែរគូទី4ដែលជាគូអន្តរជាតិមិត្តភាពកម្ពុជាចិនទឹកទី1 Round 1បាទទឹកទី1ឡុងអាដាបង្គោលក្រមបង្គោលខៀវលីជៀនតៅទាត់មកស្ដាំបាទរបស់ជៀនតៅបាទទាត់ឆ្វេងរបស់អាដាធាក់ឆ្វេងរបស់អាដាទាត់ក្រោមរបស់អាដាវាយលើរបស់លីជៀនតៅបាទឆ្វេងពីលីជៀនតៅវាយមកអាដាទាត់ឆ្វេងរបស់លីជៀនតៅចូលដៃរបស់លីជៀនតៅចង្កែងរបស់លីជៀនតៅជង្គង់អាដាមិត្តភាពអន្តរជាតិបាទទម្ងន់នេះគឺចាត់ទុកទម្ងន់65ទាត់ជើងក្រោមរបស់អាដាទាត់លើពីលីជៀនតៅធាក់មួយចូលដៃរបស់អាដាទាត់កាត់ចេញរបស់អាដាជង្គង់ឆ្វេងរបស់អាដាចាប់គ្រាកន្លែងនេះកែកមកជង្គង់របស់អាដាបាទលោកកញ្ញាកណ្ដាលញែកបំបីសិនបាទបោះទៅទៀតទាត់ក្រោមពីលោកអាដាជង្គង់របស់លោកអាដាជង្គង់លោកអាដាជង្គង់លីជៀនតៅជង្គង់លោកអាដាបាទច្រានចេញអត់ទៅទេអាដាចាប់មកកាច់អត់ទៅលោកកញ្ញាកណ្ដាលដុំប្រភេទបំបីបាទលីជៀនតៅដើរចូលទាត់ជើងក្រោមពីលោកអាដាឆក់ឆ្វេងពីលីជៀនតៅទាត់លើរបស់អាដាតើហើយលីជៀនតៅអត់ចេញអាវុធដូចគ្នាចូលដៃស្ដាំបានប្រកួតបន្ត continue បាទឥឡូវនេះប្រកួតបន្តទៀតទាត់ក្រោមទៀតរបស់អាដាលីជៀនតៅធាក់ឆ្វេងបានមួយបាទអាដាជង្គង់របស់អាដាជង្គង់លីជៀនតៅលោកកញ្ញាកណ្ដាលបំបីជង្គង់របស់លោកអាដាជង្គង់លោកអាដាជង្គង់លីជៀនតៅជង្គង់លោកអាដាជង្គង់លោកអាដាទៀតលីជៀនតៅបង្គោលខៀវលោកអាដាបង្គោលក្រមចាប់កាច់មកជង្គង់របស់អាដាកាច់ផ្ដួលពីលោកអាដាដែលចូលទៀតកែងរបស់លីជៀនតៅវត្តស្នាមរបស់លោកអាដាជង្គង់របស់លោកអាដាបាទចាប់លើកមកខាងលើលោកកញ្ញាកណ្ដាលដុំបន្ទេតបំបីមួយបាទកែច្រត់អីស្អីទាត់ជើងក្រោមចូលដៃរបស់លីជៀនតៅកាច់បង្វិលមកជុំទៅទៀតទាត់ក្រោមពីលោកអាដាស្មើរីស័យកុនខ្មែរគូទី4ដែលជាគូអន្តរជាតិទឹកទី2 Round 2បាទទឹកទី2ឡុងអាដាបង្គោលក្រមបង្គោលខៀវលីជៀនតៅបាទកន្លងក៏ពីសាធារណរដ្ឋប្រជាជនកែងបានម្នាក់មួយកាប់កែងរបស់អូយពីកែងបានអើយបាទរបស់កន្លងក៏ចិនអាដាសងបានមកកែងវិញបាទឥឡូវនេះបាទគេហៅថាករណីនេះគឺករណីបាទខាងកន្លងក៏ចិនបាយកែងបានមុនមកកែងទៀតរបស់កន្លងក៏ចិនអូយបាទមកទៀតហើយទាត់មកជើងរបស់កីឡាករចិនអាដាតាមវិញទាត់របស់កីឡាករចិនលីជៀនតៅវាយស្ដាប់បាទអាដាវាយដៃកែងទៀតរបស់បាទលីជៀនតៅវាយឆ្វេងរបស់លីជៀនតៅវាយស្ដាប់របស់លីជៀនតៅស្ដាប់ទៀតរបស់លីជៀនតៅចាក់ជង្គង់លោកអាដាលោកកញ្ញាកណ្ដាលញែកបំបីសិនវាយឆ្វេងជង្គង់របស់អាដាបាទដោះចេញសិនចាក់ជង្គង់របស់កីឡាករចិនបាទលេងច្រើនជង្គង់របស់អាដាជង្គង់អាដាវាយកែងរបស់កីឡាករចិនលីជៀនតៅវាយឆ្វេងអាដាចូលវាយបានស្ដាំវិញចាប់កាច់មកកន្លែងនេះលោកកញ្ញាកណ្ដាលនំអន្តេតបំបីជង្គង់របស់អាដាកែងរបស់អាដាជង្គង់របស់អាដាទៀត
ជង្គង់របស់អាដាកែងរបស់អាដាកែងរបស់អាដាជង្គង់របស់អាដាបាយឆ្វេងពីលីជៀនតៅជង្គង់របស់លីជៀនតៅជង្គង់អាដាបាទលោកអាយ៉ាកដាលមកបាយដូចទុនហើយបាទទៅទៀតធាក់ចេញពីលីជៀនតៅជង្គង់អាដាជង្គង់អាដាបាយឆ្វេងស្ដាមរបស់លីជៀនតៅជង្គង់អាដាលោកអាយ៉ាកដាលមកបាយបាទធាក់ច្រត់ចេញបាទជន្ទូរីបៀពីលីជៀនតៅជង្គង់របស់អាដាកែងពីលោកអាដាកែងរបស់លោកអាដាជង្គង់លីជៀនតៅកែងលីជៀនតៅជង្គង់អាដាបាយឆ្វេងរបស់លីជៀនតៅឆ្វេងស្ដាមរបស់លីជៀនតៅឆ្វេងទៀតចូលស្ដាមរបស់លីជៀនតៅទាត់ចេញរបស់លីជៀនតៅជង្គង់អាដាបាទលោកកញ្ញាកណាលនំវណ្ណភេទបំបីហើយចូលចាក់បានជង្គង់ពីឡុងអាដាជង្គង់ឡុងអាដាជង្គង់ឡុងអាដាលោកកញ្ញាកណាលបំបីបាទចឹងហាមឈូសបាទកចាប់ការពារបាយចូលបណ្ដៃរបស់លីជិនតៅកែងរបស់លីកែងឡុងអាដា Games មករាជសីគុនខ្មែរគូទី4ដែរជាគូអន្តរជាតិទឹកទី3ដែរជាទឹកបីប្រត់ Final Round បាទគួរជួងពើងទាត់បានម្នាក់មួយជើងធាក់មួយចូលកែងវិញរបស់អាដាបាយស្ដាមថែមឆ្វេងរបស់លីជៀនតៅស្ដាមរបស់លីជៀនតៅបាទកន្លែងនេះអាដាចាក់ជង្គង់របស់អាដារុញពីលីជៀនតៅបាទលោកកញ្ញាកដាលបំបែកបាទដើរចូលទៀតទាត់កាត់កែងរបស់អាដាជង្គង់របស់អាដាជង្គង់របស់អាដាកែងរបស់អាដាជង្គង់របស់អាដាកែងរបស់អាដាបាទលោកកញ្ញាកដាលបំបែកបាទបែកនៅទេកែងរបស់អាដាទៀតបាទលីជិនតៅផាត់ចេញបាទទាត់ក្រោបជង្គង់របស់អាដាធាក់ចេញពីឡុងអាដាធាក់ចេញពីលីជៀនតៅតាមទាត់មកជើងរបស់អាដាទាត់មកជើងទៀតចូលដៃវិញរបស់លីជៀនតៅបាទលោកកញ្ញាកណាលនប់អនទេបំបីអាដាទៅទៀតធាក់មួយចូលដៃរបស់លីជៀនតៅស្ដាមរបស់លីជៀនតៅបាយស្ដាមទៀតអាដាទាត់ជើងក្រោមចាក់ជង្គង់របស់អាដាកាច់ផ្ដួលពីឡុងអាដាតទៅទៀតធាក់មួយកែងរបស់អាដាចាប់មកបាទបំបីសិនទៅទៀតបាយពោះចូលដៃវិញបាទស្ដាប់ចាក់ជង្គង់របស់អាដាជង្គង់របស់អាដាកាច់បង្វិលជង្គង់របស់អាដាលោកអាញាកដាលញែកបំបីបាទថយកម្លាំងហើយលីជិនតៅធាក់ពីអាដាធាក់ទៀតរបស់អាដាធាក់ទៀតរបស់អាដាបាទអាដាគឺប្រើក្បាច់រំខានធាក់មួយហើយមួយទៀតធាក់ពីអាដាទៀតធាក់ពីលីជិនតៅទាត់ជើងក្រោយរបស់អាដាធាក់ឆ្វេងរបស់អាដាចូលដៃរបស់លីជិនតៅចាក់ជង្គង់ពីឡុងអាដាថែមបាទអាដាទៅទៀតចេញអាវុធអីអត់កាច់កកទេបាទអត់មានបាទអញ្ចឹងហាមកាច់កកចាក់ជង្គង់របស់អាដាចាប់ទាញច្រានបាទផ្ដួលពីឡុងអាដាងើបរួចទេទៅទៀតបាទគាត់ដូចជាមានបញ្ហាជើងបាទលីជិនតៅវាយកែងរបស់លីជិនតៅជង្គង់របស់អាដាបាទលោកអាញាកដាលបំបែងបាទដើរចូលធាក់ចេញវាយសងពីលីជិនតៅទាត់ក្រោមពីអាដាទាត់ក្រោមទៀតជង្គង់របស់អាដាជង្គង់អាដាចំទឹកទី3បាទ
មានចប់ទឹកហើយមានឲ្យទឹកថែមបាទនេះរូបភាពយឺតកែងរបស់ដែរទាត់ក្រោមពីអាដាបាទដូចជាមានបញ្ហាកជើងបាទសម្រាប់កីឡាករចិនណាបាទគាត់រលាស់កជើងរហូតបាទនៅក្នុងទឹកទី3នេះបាទប៉ោងហើយបាទកជើងគាត់ប៉ោងបាទហ្នឹងហើយព្រោះដោយសារគាត់រលាស់បាទអាចទាត់ចូលបាទកែងអាដាក៏មិនដឹងបាទព្រោះពាក់កណ្ដាលទឹកទី3មកឃើញគាត់បាទរលាស់កជើងគាត់ថយព្យាយាមដកបាទតែអាដាគាត់ព្យាយាមតាមឥឡូវនេះបាទគាត់ថាដូចរៀងស្អិតបែកទេអត់បែកទេបាទអរគុណចឹងនៅសល់តែការប្រកាសលទ្ធផលជាផ្លូវការតែប៉ុណ្ណោះសម្រាប់ការប្រកួតមិត្តភាពកម្ពុជាចិនបាទទម្ងន់65គីឡូក្រាមប្រកុលទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសសូមអរគុណបងកក្រហមឈ្នះគណៈកម្មការបង្គោលខៀវដល់បន្ទូ